បើមិនជឿវិចអង្គដើររកទៅងាយមានប្រទេសឯណាដែលមានប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំនៅជាប់នឹងផ្លូវជាតិបែបនេះនោះកូនខ្មែរសម័យថ្មីចំនួនណាក៏ដោយទោះបីជាទំនើបកម្មទៅខាងមុខមានយានជំនិះទំនើបតែមានសំណាងធ្វើដំណើរបើកចុះឡើងកាត់តាមប្រាសាទបុរាណរបស់ដូនតាខ្មែរហើយបើមើលពីរចនាបថតូចឆ្មាក្បាច់ឡើងតូចល្អិតមែនទែនក៏ប៉ុន្តែមានពិពណ៌នានារៀបរាប់នៅលើចម្លាក់នៃប្រាសាទយ៉ាងច្បាស់លាស់សូម្បីតែដំណាលរឿងនៃការកូរសមុទ្រទឹកដោះក៏មានបង្ហាញយ៉ាងលម្អិតនៅលើប្រាង្គប្រាសាទនេះដែរដែលប្រាង្គប្រាសាទដ៏អស្ចារ្យរបស់ដូនតាយើងនេះមានឈ្មោះថាប្រាសាទស្នឹងដែលជាប្រាសាទដ៏ចំណាស់មួយស្ថិតនៅក្នុងភូមិស្នឹងកើតឃុំស្នឹងកើតស្រុកបាណន់ខេត្តបាត់ដំបងប្រាសាទនេះបងប្អូនមានចម្ងាយប្រមាណជា22គីឡូម៉ែត្រទេពីក្រុងបាត់ដំបងឃើញអត់បងប្អូនសំបីតែនៅក្បែរក្រុងក៏មានប្រាង្គប្រាសាទដ៏អស្ចារ្យរបស់ដូនតាយើងដែរដោយដែលខ្ញុំធ្លាប់និយាយថាប្រាង្គប្រាសាទខ្មែរមានគ្រប់ទីកន្លែងលើដីខ្មែរហើយមិនចាំបាច់ទៅឆ្ងាយទេគឺនៅក្បែរជាពិសេសសំបីតែទីក្រុងក៏មានប្រាសាទបុរាណរបស់យើងដែរអញ្ចឹងតើបានជាចៅចិត្តខាងចង់បានណាស់បងប្អូនរហូតទៅដល់ពេលខ្លះយកមិនបានក៏មិនអីដែរឲ្យតែមានឈ្មោះថាអូពីមុនជារបស់គេយកទៅបង្រៀនគ្នាបន្តបង្រៀនទាំងខុសទាំងបំភ្លៃនឹងអួតកូនអួតចៅតជំនាន់អញ្ចឹងហើយយើងជាម្ចាស់ទឹកដីយើងជាម្ចាស់ប្រាង្គប្រាសាទយើងត្រូវដឹងពីខ្លួនឯងឲ្យច្បាស់នៅភាពអស្ចារ្យដែលដូនតាបានបន្សល់ទុកដោយការចូលរួមថែរក្សាសិក្សាស្វែងយល់បន្ថែមនិងចូលរួមផ្សព្វផ្សាយឲ្យបានខ្លាំងក្លាបន្តឲ្យបានដឹងគ្រប់គ្នាមើលក្បាច់ឲ្យបងប្អូនឲ្យស្អាតណាស់នៅពីក្រោយវត្តមាន3ប្រាសាទធំនៅពីមុខមានមួយទៀតដែលជាសំណង់អគារប្រាសាទដែលធ្វើឡើងដោយឥដ្ឋពីដើមឥដ្ឋបុរាណតែខ្ញុំឆ្ងល់មួយបងប្អូននៅលើប្រាសាទស្នឹងណាមានរូបចម្លាក់ដែលបង្ហាញពីសាច់រឿងនៃការកូរសមុទ្រទឹកដោះក៏ប៉ុន្តែត្រង់ចំណុចនេះបងប្អូននេះមានស្វាមួយក្បាលណាកាន់ផ្លែឈើមិនដឹងថាជាដូងឬក៏ផ្លែប៉ោមផ្លែសេដាអីទេកាលពីចំនួននោះហើយទៅធ្វើអីនៅពីក្រោយកន្លែងគេកំពុងតែកូរសមុទ្រទឹកដោះបងប្អូនអានេះបើយើងនិយាយជាភាសាសាមញ្ញលេងសើចណានឹងជាទៅរវល់លេងគេដែរទេគេជន់ប្រកាច់ប្រកិនឡើយហើយបងប្អូនថារឿងដំណើរសាច់រឿងរបស់ដូនតាយកមកនិយាយលេងសើចអញ្ចឹងតែជាស្រ័យណាបងប្អូនកន្លែងនេះយើងឃើញអញ្ចឹងមែនចម្រើនសិតតែគេកូរសមុទ្រទឹកដោះបើតាមការពិតបងប្អូនសាច់រឿងនេះគឺមានដំណើររឿងគួរឲ្យចាប់អារម្មណ៍ណាស់មានតាំងពីទេវៈអសុរៈអីចូលរួមនៅក្នុងដំណើរការនៃការកូរសមុទ្រទឹកដោះនេះទាំងអស់ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ប្រាសាទបុរាណខ្មែរតែងតែមានរឿងដំណាលនៃការកូរសមុទ្រទឹកដោះនេះច្រើនមែនទែននៅលើជញ្ជាំងប្រាសាទជាពិសេសបើនៅខាងប្រាសាទអង្គរវត្តយើងវិញបងប្អូនមានរូបចម្លាក់នឹងបណ្ដោយប្រមាណជា49ម៉ែត្រនិងកម្ពស់2ម៉ែត្រឯណោះមានរូបក្រុមអសុរៈដែលយើងហៅថាយក្សនឹងនៅខាងឆ្វេងដៃចំនួន92និងរូបក្រុមទេវៈនៅខាងស្ដាំដៃចំនួន88អង្គទៀតដែលរឿងកូរសមុទ្រទឹកដោះហ្នឹងណាមានកំណើតឡើងនៅរវាងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី2ឆ្នាំ1050ដល់1066នៃគ្រិស្តសករាជក្នុងរចនាបថបាពូនជាទូទៅក្រុមទេវៈនិងក្រុមអសុរៈហ្នឹងតែងតែប្រឆាំងគ្នាជានិច្ចតែម្ដងតាំងពីកំណើតមកដោយអំពើល្អប្រឆាំងជាមួយអំពើអាក្រក់អញ្ចឹងណាបងប្អូនប៉ុន្តែហេតុអ្វីបានជាក្រុមទាំងពីរហ្នឹងអាចស្រស់ស្រួលគ្នាពូតដៃគ្នាខំកូរសមុទ្រទឹកដោះរួមគ្នាបានដោយសំអាងនៅហេតុផលថាដើម្បីស្វែងរកទឹកអម្រឹតឲ្យបានហើយមើលរូបណែបងប្អូនអោដូនតាខ្ញុំអើយលោកពិតជាអស្ចារ្យពេកហើយបងប្អូនណាប្រាសាទធំណាឆ្លាក់ដាប់មកចេញរូបផុសមកស្អាតណាស់សាច់រឿងអីក៏ឃើញដែរហើយដល់ពេលប្រាសាទស្នឹងតូចមួយទេសាច់រឿងក៏ដូចជារូបភាពនៅលើជញ្ជាំងដោយការដាប់ឆ្លាក់ហ្នឹងណាក៏តូចលៃទៅតាមនឹងដែរល្អិតឆ្មាតូចតែមើលទៅស្រស់ស្អាតមិនមែនបល័ំបកើទេកាន់តែពិនិត្យកាន់តែឃើញរូបភាពកាន់តែច្បាស់ហើយនេះគឺជាប្រាសាទមួយនៅពីមុខវត្តបងប្អូននៅតាមបណ្ដោយផ្លូវជាតិលេខ57ហ្នឹងគឺជាប្រាសាទស្នឹងខាងលិចដែលជាប្រាសាទទោលដែលសង់ពីថ្មភក់មានទ្វារ4ទិសប៉ុន្តែ3ទិសត្រូវបានបិទជិតដោយនៅតែទ្វារខាងកើតទេបងប្អូនយើងអាចចូលទៅលេងនៅក្នុងប្រាសាទតូចនឹងបានទេដោយសារបាក់កំពូលប្រាសាទអីធ្លាក់ចូលឡើងណែនពេញអស់ហើយបើរូបចម្លាក់កន្លែងនេះវិញបងប្អូនផ្តែរទ្វារខាងត្បូងមានចម្លាក់តោ3ក្បាលលើកដៃជាតម្រមុខឡើងញញឹមហើយមានមនុស្សឬទេវតានិងអប្សរារំឡើងស្រស់ស្អាតល្វត់ល្វន់តែម្ដងហើយបើតាមឯកសារស្រាវជ្រាវចម្លាក់លើផ្តែរខាងត្បូងហ្នឹងណាគឺបង្ហាញពីឈុតមួយនៅក្នុងរឿងមហាភារតៈហើយបើថាភាពរឹងមាំនឹងការជាប់ធន់នៃប្រាង្គប្រាសាទរបស់ដូនតាយើងគឺខ្លាំងមែនទែននេះដោយសារតែប្រាសាទស្នឹងទាំងពីរហ្នឹងណាត្រូវបានរងការខូចខាតដោយសារធម្មជាតិផងសង្គ្រាមផងបានសល់មកដល់ប៉ុណ្ណឹងបងប្អូនបើថាល្មមខ្ទេចខ្ទីអស់ហើយនេះក៏បង្ហាញពីឥទ្ធិពលនៃការរីកចម្រើនដល់កម្រិតកំពូលនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរកាលពីជំនាន់នោះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់អ្នកសហការនៅក្នុងការផលិតនៅវីដេអូមួយនេះ
អរគុណដល់ V Cafe ចំពោះបងប្អូនដែលចូលចិត្តពិសាកាហ្វេជាប្រចាំណាអាចជ្រើសរើសយកទៅពិសាបាននៅផលិតផលដ៏ល្អរបស់ម៉ាឡេស៊ីគឺ V Cafe ឥឡូវនេះបងប្អូនអាចរកទិញដុំនិងរាយយកទៅលក់បន្តក៏បានយកទៅពិសាក៏បាននៅ V Cafe ដែលឈ្ងុយឆ្ងាញ់នេះតាមរយៈលេខទូរស័ព្ទនិង Facebook Page ដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ទីតាំងនៅក្នុងទឹកដីនៃខេត្តបាត់ដំបងយើងទៀតតាមបណ្ដាខេត្តរាជធានីភ្នំពេញក៏អាចទិញបានដែរ V Cafe ជាជម្រើសល្អសម្រាប់បងប្អូនដែលនិយមពិសាកាហ្វេក៏ដូចជាបងប្អូនដែលមានបញ្ហាសុខភាពតមអាហារច្រើនអីអញ្ចឹងក៏អាចសាកល្បងពិសាបានដែររសជាតិឈ្ងុយឆ្ងាញ់តម្លៃសមរម្យអាចរកទិញបាននៅក្បែរដៃទាំងដុំទាំងរាយទាំងយកទៅពិសាបន្តអរគុណផងដែរដល់សាប៊ូកក់សក់ Libby សម្រាប់បងប្អូនដែលមានបញ្ហាស្បែកក្បាលបញ្ហាសរសៃសក់ឬក៏ឆេះពីការលេងពណ៌អីហ្នឹងអាចប្រើប្រាស់បាននៅសាប៊ូកក់សក់ Libby ជាប្រចាំមានទាំងកក់មានទាំងអប់មើលតែការរចនាដឹងហើយបងប្អូនស្រស់ស្អាតមែនទែនតម្លៃសមរម្យគុណភាពខ្ពស់ប្រើប្រាស់ម្ដងធានាថាជាប់ជាមួយជាប្រចាំតែម្ដងក្លិនក្រអូបតម្លៃសមរម្យប្រើប្រាស់បានគ្រប់វ័យអាចរកទិញបានតាមរយៈលេខទូរស័ព្ទនិងលេខ Telegram រួមទាំង Facebook Page ដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ដូចគ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតនៅពេលនេះខ្ញុំបាទនីវចម្រើនសូមអរគុណជម្រាបលា